សហរដ្ឋអាមេរិកពិភពអ៊ីនធឺណិតកំពុងតែរំជើបរំជួលដោយសារតែព្រឹត្តិការណ៍ថ្មីៗនេះអគ្គមេធាវីរបស់លោក Donald Trump បានធ្វើការចេញផ្សាយនៅឯកសារតាក់ទងទៅនឹងឧក្រិដ្ឋជនបៀតបៀនផ្លូវភេទកុមារ Jeffrey Epstein ឯកសារដែលគេបានចេញផ្សាយនឹងមានជាង3លានឯកសារហើយមានរូបភាពរាប់ម៉ឺនរូបភាពហើយនឹងវីដេអូរាប់ពាន់វីដេអូនៅក្នុងនោះជនល្មើសដែលគេស្គាល់ជាប្រក្រតីនឹងមាន Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្នមាន Bill Gates មហាសេដ្ឋីរាប់ទសវត្សរ៍មកហើយមាន Clinton នឹងគឺជាបរិបទ3នាក់ដែលគេតែងតែឃើញនៅពេលដែលគេនិយាយពី Jeffrey Epstein Donald Trump Bill Gates ហើយនិង Bill Clinton ប៉ុន្តែមនុស្ស2នាក់ទៀតដែលគេនឹកស្មានមិនដល់នោះក៏មានឈ្មោះនៅក្នុងនោះដែរហើយនេះគ្រាន់តែជាឯកសារមួយចំនួនដែលគេទើបតែជីកកកកាយបានតែបន្តិចតួចទេព្រោះវាមានដល់ទៅ3លានឯកសារនោះបងប្អូនអ្នកបើសិនអ្នកទាំងអស់គ្នាអានរាល់ថ្ងៃអានមួយជីវិតក៏អត់អស់ដែរមនុស្ស2នាក់ទៀតមានណាគេខ្លះបងប្អូនអ្នកគ្នាដឹងហើយមាន George A.W. Bush ឬក៏ Bush ទី1ត្រូវជាឪពុករបស់ George W. Bush ហើយនឹងមហាសេដ្ឋីប្រាក់ពាន់លានទី1លំដាប់ទី1របស់ពិភពលោករាល់ថ្ងៃ Elon Musk អញ្ចឹងហើយយើងពិភាក្សាត្រួសទៅមិនអាចនិយាយទាំងអស់បានទេពាក្យខ្លះមិនដឹងវីដេអូនេះអាចត្រូវ Facebook censor ដែរឬក៏អត់ទេពីព្រោះប្រធានបទនេះ TikTok censor ខ្លាំង Twitter កំពុង censor ខ្លាំង YouTube Facebook ក៏ប្រហែលជា censor ដែរហើយបើសិនបងប្អូនអរគ្នាគិតថាអ្នកនៅអាមេរិកនេះមានសេរីភាពក្នុងការបញ្ចេញមតិយោបល់ជាបងប្អូនអរគ្នាមានតែក្នុងករណីដែលនិយាយទៅលើរឿងដែលគេអនុញ្ញាតឲ្យនិយាយតែប៉ុណ្ណោះបើរឿងខ្លះដែលគេមិនអនុញ្ញាតឲ្យនិយាយយើងមិនអាចនិយាយបានទេនិយាយមិនបានហើយនិយាយទៅ channel របស់យើងអាចត្រូវគេ flag អាចមានបញ្ហា Donald Trump និយាយទៅត្រួសចុះឈ្មោះរបស់គាត់ហ្នឹងបានបើតាមគេអ្នកដែលរាប់ចំនួនដងនៃឈ្មោះរបស់គាត់ដែលត្រូវបានឯកសារ Jeffrey Epstein ព័ត៌មានពីឈ្មោះគាត់ហ្នឹងមានរហូតដល់ 5362 ដងឈ្មោះរបស់លោក Donald Trump ហើយតកតងទៅនឹងការដែលគាត់បង្ខំឲ្យកុមារីអាយុ13 14ឆ្នាំធ្វើការបម្រើផ្លូវភេទរបស់លើរូបគាត់ដោយប្រើមាត់ហើយទទួលបានការវេកដំលក្ខណៈថែមទាំងទទួលបានការគំរាមកំហែងបើសិនជាពួកគេហ៊ាននិយាយជាសាធារណៈឬក៏ធ្វើឲ្យធ្លាយរឿងនេះបងប្អូនអរគ្នានៅសហរដ្ឋអាមេរិកគួរតែតាមដានដែរបាទហើយអ្នកនៅក្រៅអាមេរិកហ្នឹងដូចជាវាមិនមែនជារឿងអីដែរអ្នកនរគ្នាត្រូវតាមដានទេតែវាប៉ះពាល់ទៅដល់ប្រព័ន្ធយុត្តិធម៌នៅសហរដ្ឋអាមេរិកដែលយើងនឹងពិភាក្សាបន្តិចទៀតដែរមនុស្សម្នាក់ទៀតដែលតែងតែឃើញនៅក្នុងឯកសាររបស់ Jeffrey Epstein គឺ Bill Gates នឹងតាមឯកសារថ្មីបង្ហាញថាគាត់ធ្លាប់បានឆ្លងជំងឺហៅកាមរោគទីហៅ STD បន្ទាប់ពីគាត់បានទៅលេងកោះនោះគាត់ទៅលេងជាច្រើនដងតែមានម្ដងនោះគាត់ទៅលេងហើយគាត់ត្រឡប់មកវិញគាត់ឆ្លងជំងឺកាមរោគកោះហ្នឹងគឺជាកោះមួយដែល Jeffrey Epstein គាត់បានទិញហើយអ្នកទាំងឡាយដែលទៅលេងកោះហ្នឹងជាទូទៅជាកប៉ាល់ហោះផ្ទាល់ខ្លួនរបស់ Jeffrey Epstein លោក Clinton តែតាប្រធានាធិបតីសហរដ្ឋអាមេរិកក៏ធ្លាប់ទៅលេងកោះនោះចំនួនជាង20ប្រមាណដងដែរបើសិនជាគេមើលទៅលើកំណត់ត្រានៃការហោះហើររបស់គាត់ដែលគាត់ជិះនៅលើកប៉ាល់ហោះរបស់ Jeffrey Epstein ប្រហែលជា27ដងបើសិនខ្ញុំចាំមិនខុសទេអ្វីដែលចម្លែកនេះគឺបរិះ2នាក់ទៀត
บรอปีนี้เหมือนแต่เหมือนจีบรอจงกร้อยนะก็แต่มีคือจีบรอสำคัญบุคคลสำคัญในขนมởพิภพโลกคือលោក George Bush ទី1ជាឪពុករបស់ George W Bush ទាំងពីរអ្នកហ្នឹងទាំងឪទាំងកូនសើជាធ្លាប់ជាប្រធានាធិបតីសហរដ្ឋអាមេរិកទាំងអស់គ្នាប៉ុន្តែ George Bush ទី1ឬ George Bush ឪហ្នឹងបានស្លាប់បាត់ទៅហើយ George Bush នេះបើតាមឯកសារដែលបានធ្លាយហ្នឹងមិនធ្លាយគេបង្ហោះហ្នឹងព្រោះសភាសហរដ្ឋអាមេរិកទាមទារឲ្យគេបង្ហោះឯកសារនេះជាសាធារណៈប៉ុន្តែទោះបីជាគេបង្ហោះយ៉ាងណាក៏ដោយត្រូវបានគេលុបឈ្មោះសំខាន់ជាច្រើននៅគូពណ៌ខ្មៅពីលើដែលយើងមិនអាចដឹងព័ត៌មានអស់ទេ George Bush ធ្លាប់គេធ្វើការបូជាយញ្ញសហរដ្ឋអាមេរិកហើយបានជឿជំនឿបែបហ្នឹងណោះធ្វើការបូជាទារកមានស័ក្តិសិទ្ធិបានធ្វើការផ្ដល់ជាកំណត់ត្រាដែលកត់ត្រាដោយមិនដឹងថា FBI ឬក៏ហើយជា FBI បាទឯកសារហ្នឹងបានបង្ហាញថាស័ក្តិសិទ្ធិបាននិយាយថាគេគាត់បានឃើញសាកសពរបស់ក្មេងត្រូវបានកាត់ដៃកាត់ជើងចេញខ្វេះយកពោះវៀនចេញហើយមានមនុស្សទទួលទានពោះវៀនទាំងនោះទៀតពោះវៀនផុសក្មេងហ្នឹងហើយក្មេងអស់ហ្នឹងត្រូវបានគេចាប់យកទៅកាត់ដៃកាត់ជើងហើយដើម្បីធ្វើការបូជាយញ្ញនឹងថ្វាយទៅដល់ព្រះស្អីគេទេហើយអ្នកដែលធ្វើពិធីហ្នឹងគឺ George Bush ទី1មនុស្សចុងក្រោយនេះ Elon Musk ធ្លាប់បដិសេធថាខ្លួនមិនដែលទៅលេងកោះរបស់ Jeffrey Epstein នេះហើយត្រូវបាន Jeffrey Epstein អញ្ជើញជាច្រើនដងតែគាត់បានបដិសេធប៉ុន្តែឯកសារថ្មីដែលធ្លាយចេញមកនេះបានបង្ហាញថាមិនបានបញ្ជាក់ថាគាត់ធ្លាប់ទៅលេងទេប៉ុន្តែបង្ហាញថា Elon Musk ធ្លាប់អ៊ីមែលទៅ Jeffrey Epstein ហើយដែលកាលនោះ Ghislaine Maxwell ដែលជាស្រីកំណាន់របស់ Jeffrey Epstein ហ្នឹងគាត់ធ្លាប់ឆ្លើយឆ្លងជាមួយ Elon Musk ដែរដែលពេលនោះ Elon Musk បានសួរថាតើពេលណាគឺជាពេលល្អដែលគួរទៅហ្នឹងហើយគាត់សួរ Epstein ទៀតតើរាត្រីមួយណាដែលជារាត្រីដែលសប្បាយជាងគេបើសិនបងប្អូនមើលនេះជាភាសាអង់គ្លេសអានទៅ which night is the wildest night of the party ហើយ Ghislaine Maxwell បានឆ្លើយថាវាចប់ហើយចាំមានលើក្រោយចាំគេអញ្ជើញ Elon Musk តទៅទៀតអញ្ជើញ Elon Musk ឲ្យទៅអញ្ចឹង Elon Musk ដែលគាត់បដិសេធថាគាត់មិនដែលបានទៅទេតាមពិតក្នុងឯកសារថ្មីនេះបង្ហាញថាមិនបានបង្ហាញថាគាត់ធ្លាប់ទៅទេបង្ហាញថាគាត់សុំទៅសុំចូលរួមក្នុងពិធីជប់លៀងរបស់ Jeffrey Epstein នៅកោះដែល Epstein បានទិញហ្នឹងហើយឥឡូវយើងនិយាយពីហេតុអីបានជាឯកសារហ្នឹងបែកធ្លាយហ្នឹងគឺជារឿងមួយដែលឆ្ងល់ព្រោះលោក Donald Trump បានព្យាយាមមិនបញ្ចេញឯកសារនេះទេប៉ុន្តែដោយសារតែមានគំនាបពីគណៈបកប្រជាធិបតេយ្យឯកសារនេះក៏ត្រូវបានអគ្គមេធាវីរបស់លោក Donald Trump ធ្វើការបញ្ចេញប៉ុន្តែអ្នកខ្លះនិយាយថាដោយសារតែគាត់បដិសេធមិនព្រមវាយប្រហារអ៊ីរ៉ង់អញ្ចឹងទើបបានពួកមួយចំនួនដែលចង់ឲ្យមានសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់ហ្នឹងក៏ទម្លាយឯកសារនេះអ្នកខ្លះទៀតនិយាយថាមិនមែនទេដោយសារតែតាមពិតឯកសារនេះគេទម្លាយមកដល់ច្រឡំព្រោះឯកសារនេះត្រូវបានគេធ្វើការលុបឬក៏លាបពណ៌ខ្មៅទៅលើកន្លែងទាំងឡាយណាដែលគេមិនចង់ឲ្យយើងដឹងជាពិសេសឈ្មោះលោក Donald Trump ពួកវាប៉ះពាល់ទៅដល់លោក Donald Trump ដែលជាប្រធានាធិបតីបច្ចុប្បន្នប៉ុន្តែដោយសារគេច្រឡំទៅឯកសារហ្នឹងវាក៏ចេញមកហើយគេក៏ download យកទៅអស់ហើយធ្វើត្បិតតែឯកសារហ្នឹងត្រូវបានគេលុបចោលវិញហើយប៉ុន្តែអ៊ីនធឺណិតគឺជាបណ្ដាញមួយដែលអចិន្ត្រៃយ៍កាលណាទម្លាក់ទៅលើអ៊ីនធឺណិតហើយគេ download យកហើយលុបវិញក៏នៅមាននៅក្នុងដៃអ្នកផ្សេងៗដែលបាន download យកដែរហ្នឹងគឺជាបញ្ហាហើយរឿងនេះឥឡូវយើងឃើញឈ្មោះអស់ហើយ
មាន Donald Trump មាន Bill Gates មាន Clinton មាន George Bush មាន Elon Musk សុទ្ធតែជាជនល្មើសបាទជនល្មើសហ្នឹងគឺការរឿងអាស្រូវផ្លូវភេទជាមួយកុមារឬក៏អានិតិជនអាយុ13 14ឆ្នាំឥឡូវយើងឃើញទាំងអស់ហ្នឹងហើយតើពួកគេទាំងអស់ហ្នឹងនឹងប្រឈមមុខទៅនឹងការកាត់ទោសទេបាយសង្ឃឹមហ៎អត់ទេណាបងប្អូនអរគ្នាកុំគិតថានៅសហរដ្ឋអាមេរិកនេះប្រព័ន្ធយុតិធម៌ហ្នឹងគឺមិនរើសអើងអ្នកតូចអ្នកធំអ្នកមានអ្នកក្រណាទេគ្មានអ្នកណាលើកគ្មានអ្នកណាអង្គុយលើច្បាប់មានអ្នកអង្គុយលើច្បាប់ដូចគ្នាហើយយើងឃើញហើយអ្នកដែលអង្គុយលើច្បាប់បច្ចុប្បន្នណាគេអ្នកនយោបាយគេយុរ៉ុនប្រធានាធិបតី2 3នាក់និយាយទៅក្នុងចំណោមមនុស្ស5នាក់ខ្ញុំពិភាក្សាមិញណាមាន3នាក់ជាប្រធានាធិបតីនិងអតីតប្រធានាធិបតី Donald Trump ប្រធានាធិបតីមកកាន់អំណាចបច្ចុប្បន្ន Bill Clinton អតីតប្រធានាធិបតី George Bush អតីតប្រធានាធិបតីតែបានស្លាប់ទៅហើយតបមកមានណាគេមហាសេដ្ឋី2នាក់ Bill Gates ហើយ Elon Musk ហើយ Bill Gates ហើយ Elon Musk នេះគឺដូចជារដ្ឋាភិបាលដែរសេដ្ឋីរ៉ូស៊ីជាមួយរដ្ឋាភិបាលទទួល project ពីរដ្ឋាភិបាលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំធ្វើគម្រោងឲ្យរដ្ឋាភិបាលដូច្នេះពួកគេនេះមិនទទួលបានការកាត់ទោសទេ Clinton ទៅបានសភាអាមេរិកនឹងកោះអញ្ជើញឲ្យមកធ្វើការបកស្រាយគាត់មិនមកដែរគាត់បដិសេធគាត់មិនព្រមមកបកស្រាយអត់មានបញ្ហាអត់មានអ្នកគេធ្វើអីគេទាំងអស់អញ្ចឹងបើសិនបងប្អូនអ្នកគ្នាធ្លាប់ត្អូញត្អែពីប្រព័ន្ធយុត្តិធម៌នៅប្រទេសរបស់ខ្លួនថាអូនៅនេះអ្នកធំមិនដែលជាប់ទោសទេវាជន់ច្បាប់ជន់អីចឹងណានៅប្រទេសណាឬក៏ប្រទេសកម្ពុជាមានអ្នកធំខ្លះយកច្បាប់ទ្របអង្គុយអីអញ្ចឹងនៅអាមេរិកនេះក៏ដូចគ្នាដែរហើយមានអ្នកគេអួតពីប្រព័ន្ធយុត្តិធម៌នៅសហរដ្ឋអាមេរិកហ្នឹងបងប្អូនអ្នកគ្នាយកអាហ្នឹងទៅចាញ់ផ្ចាលទៅអាមេរិកក៏គ្មានអីល្អខ្ចោះដែរអាមេរិកអ្នកមានអ្នកធំអ្នកមានអំណាចអង្គុយទ្របច្បាប់យកច្បាប់មកទ្របអង្គុយដូចតែគ្នាទេហើយបើសិនយើងចង់បានយុត្តិធម៌ទៅខ្លាយទៅជាអ្នកមានខ្លាយទៅជាអ្នកធំប៉ុន្តែបានន័យថាយើងរួចខ្លួនណាបើសិនយើងរួចខ្លួនពីសំណាញ់ច្បាប់ក៏មានកម្មពៀដែរតាមពុទ្ធសាសនា